រឿងកាន់សែងបក់កាន់សែងបោយកាលពីព្រៃនាយមានគ្រួសារមួយមានកូនស្រី2នាក់ពួកគេក្រីក្រលំបាកណាស់រស់នៅដោយពឹងលើមុខរបរកាប់អស់លក់តែមួយមុខគុណស្រាប់តែថ្ងៃមួយស្ត្រីជាប្រពន្ធបានទទួលដំណឹងមកថាម្ដាយរបស់គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់អ្នកអើយម្ដាយខ្ញុំនៅឯស្រុកគាត់ឈឺធ្ងន់ណាស់ខ្ញុំចង់សុំអ្នកទៅមើលថែគាត់បានមួយរយៈតើអ្នកគិតយ៉ាងណាដែរមិនអីទេអ្នកឯងប្រញាប់ទៅចុះចំណែកកូនយើងទុកឲ្យខ្ញុំជាអ្នកមើលថែជួលឯងកុំព្រួយឡើយចាអរគុណហើយអ្នកកូនទាំងពីរស្ដាប់បង្កប់ពុកណាហើយកូនកុំរពឹសពេកម៉ែទៅមើលថែយាយមួយរយៈពេលមិនយូរទេម៉ែនឹងត្រឡប់មកវិញមិនខានចាម៉ែស្ត្រីនោះក៏ប្រញាប់ធ្វើដំណើរចេញទៅលុះស្អែកឡើងបរិយាជាប្តីក៏បានឃើញថាអស់ដែលកាប់សម្រាប់យកមកលក់គឺអស់ទៅហើយគាត់ក៏បានរៀបចំរទេះនិងយកកូនទាំងពីរទៅកាប់អស់ជាមួយផងដែរលុះពេលកំពុងធ្វើដំណើរសម្ដៅទៅព្រៃបរិយាជាឪពុកក៏ឈឺពោះហើយក៏បញ្ឈប់រទេះមេឈប់ណែកូនចាំពុកនៅនឹងហើយណាកុំដើរទៅណាផ្ដេសផ្ដាសពុកទៅបត់ជើងមួយផ្លេតមកវិញឥឡូវហើយចាពុកបរិយាជាឪពុកក៏ដើរចូលទៅក្នុងព្រៃហើយក៏អង្គុយបាត់ជើងនៅក្បែរកំពតព្រៃមួយភ្លាមនោះស្រាប់តែមានឮសំឡេងខ្លាក្រហមយ៉ាងរំពងព្រៃបរិយានោះក៏ប្រញាប់ចេញពីក្នុងព្រៃដើម្បីរកមើលក៏ឃើញថាមានសត្វខ្លាកំពុងតែដើរសម្ដៅបំរុងទៅរកកូនគាត់ទាំងពីរមិនមកអង្គយូរបរិយាជាឪពុកក៏បានរើសដុំថ្មមួយដុំគប់ទៅលើខ្លាក៏ងាកសម្ដៅដើរមករកគាត់វិញបុរសនោះក៏ព្យាយាមរត់ដើម្បីបញ្ឆោតខ្លាឲ្យដើរឆ្ងាយពីកូនរបស់គាត់ដោយសារខ្លាចេះតែដេញគាត់មិនឈប់គាត់ក៏ចេះតែបន្តរត់ទៅមុខរហូតចូលទៅដល់ក្នុងព្រៃកាន់តែជ្រៅហើយគាត់ក៏វង្វេងផ្លូវត្រឡប់មករកកូនរបស់គាត់ទាំងពីរវិញពុំបានអូអញអើយពេលនេះវង្វេងផ្លូវទៅហើយមិនដឹងថាកូនអញទាំងពីរនាក់ពេលនេះយ៉ាងម៉េចទៅហើយទេចំណែកឯកូនចាំឪពុកយូរពេកក៏បានដឹកដៃប្អូនហើយយកកញ្ចប់បាយទៅតាមរកឪពុកលុះដើរទៅក៏បានជួបនឹងមន់ព្រៃមួយក្បាលបងមន់បងមានឃើញពុកខ្ញុំទេខ្ញុំមិនឃើញទេកូនស្រីទាំងពីរក៏បន្តដំណើរទៅមុខទៀតដោយពួកគេខំប្រឹងដើរផងនិងស្រែកហៅឪពុកផងពុកអើយពុកណានឹកពុកណាខ្លាចទៀតពេលនោះស្រាប់តែឮសំឡេងបងស្រីក៏និយាយទៅកាន់ប្អូនថាអូប្រហែលជាពុកយើងទៅកាប់អស់នៅព្រៃខាងនោះហើយអូនម៉ែនៃបងអញ្ចឹងយើងបញ្ញាប់ទៅទីនោះទៅពួកគេក៏បានដើរសម្ដៅទៅរកសំឡេងនោះនៅពេលទៅដល់ស្រាប់តែបានឃើញសត្វត្រសេះមួយក្បាលកំពុងតែចោះដើមឈើកូនស្រីច្បងក៏បានសួរទៅកាន់សត្វត្រសេះថាបងត្រសេះមានឃើញពុកខ្ញុំទេអូខ្ញុំមិនបានឃើញទេទាំងពីរនាក់បងប្អូនក៏បានធ្វើដំណើរទៅមុខទៀតដោយដើរបណ្ដាស្រែកហៅឪពុកបណ្ដាលុះដើរក៏បានឮសំឡេងកូនស្រីច្បងគិតហើយក៏និយាយជាមួយប្អូនអូនអើយ
ពុករបស់យើងប្រហែលជានៅបោចព្រៃនៅខាងនោះហើយលោកដើរទៅមុខស្រាប់តែបានឃើញសត្វដំរីមួយក្បាលកំពុងតែបោចវល្លិកូនស្រីច្បងក៏បានសួរទៅកាន់ដំរីបងដំរីបងមិនឃើញពុកខ្ញុំទេ ហ៎យើងមិនបានឃើញឪពុកឯងទេឯងដើរទៅមុខទៀតទៅ ទាំងពីរនាក់បងប្អូនក៏បានបន្តដំណើរទៅមុខទៀតរហូតទៅដល់ដើមឈើធំមួយនៅជុំវិញនោះមានសត្វតែភ្នោខ្មោចដោយសារមានភាពហត់នឿយនិងឃ្លានផងក្មេងទាំងពីរក៏បានសម្រាកនៅកន្លែងដើមឈើនោះនិងរៀបចំបាយហូបមុនពុកដោយសារតែបាយមានពីរកញ្ចប់ក្មេងពិបាកចិត្តមិនដឹងជាត្រូវហូបមួយណាក្មេងក៏លើកបាយនោះចុះឡើងរួចក៏និយាយថាហើយអាតូចវាហូបមិនឆ្អែតបើអាធំវិញវាហូបមិនអស់អាតូចវាហូបមិនឆ្អែតធំវាហូបមិនអស់ក្មេងនោះបន្តនិយាយដដែលច្រើនលើកច្រើនសាររហូតលឺដល់ខ្មោចក្បែរនោះអាតូចវាហូបមិនឆ្អែតធំវាហូបមិនអស់អាតូចវាហូបមិនឆ្អែតធំវាហូបមិនអស់វាភ័យណាស់គិតថាប្រហែលជាក្មេងនោះចង់ស៊ីខ្លួនហើយខ្មោចនោះក៏បានរត់ទៅប្តឹងស្ដេចខ្មោចស្ដេចខ្មោចក៏បានចេញមកហើយនិយាយថា លោកម្ចាស់តូចទាំងពីរកុំស៊ីខ្ញុំអីពួកខ្ញុំសត្វតែជាខ្មោចស្លូតត្រង់មិនដែលព្យាបាទអ្នកស្រុកណាម្នាក់ទេសូមលោកម្ចាស់ទាំងពីរលើកលែងឲ្យពួកខ្ញុំផងបើលោកម្ចាស់យល់ព្រមខ្ញុំនឹងប្រគល់កន្សែងទឹកនេះឲ្យទៅលោកម្ចាស់កន្សែងទឹកនេះអស្ចារ្យណាស់អាចជប់អ្វីបានគ្រប់យ៉ាងដែលលោកម្ចាស់ត្រូវការ អូមានកន្សែងពិសេសយ៉ាងនេះផងអីតើខ្ញុំធ្វើដូចម្ដេចទើបអាចប្រើវាបានរាល់ពេលដែលលោកម្ចាស់ចង់បានអ្វីគ្រាន់តែលោកម្ចាស់និយាយថាអោកន្សែងទឹកអើយសូមអ្នកបកនាំយកម្ហូបអាហារយកមកឲ្យខ្ញុំពេលនោះកន្សែងក៏ចាប់ផ្ដើមបក់ហើយក៏បានលេចចេញម្ហូបអាហារជាច្រើននៅចំពីមុខក្មេងនោះក្មេងស្រីទាំងពីរសប្បាយចិត្តយ៉ាងខ្លាំងក៏នាំគ្នាទទួលយកកន្សែងនោះហើយនាំគ្នាបរិភោគអាហារយ៉ាងឆ្ងាញ់មាន់លុះពេលហូបឆ្អែតហើយក្មេងស្រីបងក៏ចាប់ផ្ដើមសាកល្បងប្រើកន្សែងទឹកនោះអើកន្សែងទឹកអើយសូមអ្នកជួយបកនាំយកសម្លៀកបំពាក់ថ្មីឲ្យពីអ្នកបងប្អូនជើងផងត្បិតអីសម្លៀកបំពាក់របស់ជើងទាំងពីរអ្នកពេលនេះវាចាស់ហើយពេលនោះមានសម្លៀកបំពាក់យ៉ាងស្រស់ស្អាតផុសឡើងនៅលើខ្លួនរបស់ពួកគេសប្បាយចិត្តណាស់ហើយក៏បន្តសុំរបស់របរជាច្រើនទៀតបន្តិចក្រោយមកប្អូនស្រីក៏ត្រូវស្រមោចខាំហើយវាក៏យំយ៉ាងខ្លាំងឈឺរមាស់បងស្រីឮហើយក៏រត់មកមើលប្អូនរួចក៏នឹកឃើញដល់ឪពុកដែលរកមិនតាន់ឃើញប្អូនស្រីបងក៏ចាប់យកកន្សែងរួចអធិដ្ឋានថាអើកន្សែងតឹបអើយតើអ្នកអាចនាំពួកខ្ញុំទៅរកពុកខ្ញុំផងបានទេពេលនោះកន្សែងតឹបក៏បានប្រែក្លាយទៅជាព្រំមួយយ៉ាងធំហើយក្មេងទាំងពីរក៏នាំគ្នាឡើងជិះលើព្រំនោះព្រំក៏ហោះឡើងខ្ពស់ទៅលើមេឃរួចក៏នាំក្មេងទាំងពីរទៅជួបនឹងឪពុករបស់គេវិញឪពុកកាលបានជួបកូនវិញក៏សប្បាយចិត្តណាស់គាត់ក៏ផ្ទុះរត់ទៅអោបកូនរួចនិយាយថាពុកសប្បាយចិត្តណាស់បានជួបកូនវិញហើយកូនទាំងពីរញញឹមហើយបបួលឪពុកឡើងទៅលើព្រំដើម្បីត្រឡប់ទៅផ្ទះវិញឡើងមកពុកបាយអីពុកមិនហ៊ានឡើងទេកូនស្អីគេនឹងអើយពុកមិនហ៊ានឡើងទេខ្លាចធ្លាក់ណាព្រំក៏ហោះនាំពួកគេត្រឡប់មកដល់ផ្ទះវិញពេលមកដល់ផ្ទះពួកគេក៏បានសុំកន្សែងបក់កន្សែងបោយនៅរបស់របរជាច្រើនរួមទាំងផ្ទះមួយខ្នងយ៉ាងធំផងដែរលុះពេលស្ត្រីជាម្ដាយមកវិញក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញខ្ទមកំសត់របស់ខ្លួនคล้ายទៅជាផ្ទះធំបែបនេះយីណែតើមានរឿងអ្វីទៅ
ខ្ញុំទៅស្រុកតែប្រហែលថ្ងៃសោះដល់ពេលត្រឡប់មកវិញស្រាប់តែខ្លាយទៅជាអ្នកមានដូចនេះប្តីក៏បាននិយាយពីដំណើររឿងសពគ្រប់ប្រាប់ប្រពន្ធតាំងពីដើមរហូតដល់ចប់ចាប់តាំងពីពេលនោះមកគ្រួសាររបស់ពួកគេក៏រស់នៅជាមួយគ្នាយ៉ាងសុខសប្បាយដោយមិនមានការខ្វះខាតដូចពីមុនទៀតទេ